ទីបំផុត condo របស់ខ្ញុំបាន decor រីករាយខ្ញុំស្រឡាញ់បែបពណ៌ខ្មៅបែបកញ្ចក់អញ្ចឹងហើយបើកន្លែងនេះគឺកន្លែងដែលខ្ញុំស្រឡាញ់ជាងគេហ្មងជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចំណាយពេលមួយថ្ងៃមកដើម្បីរៀបចំ condo ទិញតាំងពីទូទឹកកកដាក់ទិញទូហើយនិយាយទៅទិញសម្ភារៈច្រើនមែនតើហ្មងនិយាយទៅ condo decor រីករាយហើយចាំតែទិញសម្ភារៈដាក់ឲ្យតែខ្ញុំមានពេលបានទិញសោះហ្មងថ្ងៃនេះឆ្លៀតពេលមានតែមួយថ្ងៃនឹងគត់អញ្ចឹងគឺថាតាំងពីព្រឹកមករៀបចំទិញតាំងពីសាឡុងកំហាទិញតុកមានស្រាប់សោះទិញកៅអីទិញអីអញ្ចឹងហើយដូចជាអាវ៉ាន់ធំទិញសាឡុងទិញទូទិញទូទឹកកកទិញម៉ាស៊ីនបោកកៅអៅអីហ្នឹងគឺប្រូលីគាត់អ្នកទៅទិញគាត់ងើបតាំងព្រឹកហើយនេះតាំងខ្នើយពុកហ្នឹងគឺប្រូលីទាំងអស់បើខ្ញុំគឺថាទៅទិញគ្រឿងចានឆ្នាំងទិញអីចឹងទៅហើយបើឃើញមានសកម្មភាពរៀបអាវ៉ាន់រៀបអីចូលហ្នឹងគឺថាប្រូលីអ្នកថតទុកឲ្យចាអញ្ចឹងទុកយកមកកាត់តហើយបើខ្ញុំនោះមកតែខកគឺថាថ្ងៃខកព្រឹកគឺខកអត់រួចហ្មងចាហើយប្រូលីទិញតាំងពីសម្ភារៈកពិកពុកស្អីនោះមានអស់តែទាំងសាប៊ូលាងចានអីហ្នឹងហើយសម្ភារៈដូចជាមីកំប៉ុងអីហ្នឹងគឺថាមានពេញទូហ្មងខ្ញុំនេះមកខកថ្ងៃឯចាអញ្ចឹងខ្ញុំក៏មកអ៊ីអន2មកហៅទិញចានទិញឆ្នាំងនិយាយស្ភាសម្ភារៈផ្ទះបាយអញ្ចឹងបានចូល condo ដូចមានអារម្មណ៍ថាទិញអាវ៉ាន់ចូលផ្ទះអញ្ចឹងចានិយាយទៅទិញគ្រប់មុខហ្មងសម្ភារៈនៅផ្ទះមានអីនៅ condo ត្រូវមានដូចគ្នាហើយឃើញទិញជិបជប់អញ្ចឹងណាចំណាយពេលចង់2-3ម៉ោងដែរចាហើយមានជាលៀបគាត់មកជួយទិញដែរទិញសម្ភារៈផ្ទះបាយបានខ្លះហើយក៏មកមើលភេសជ្ជៈខ្លះចានិយាយទៅបងប្អូនខ្ញុំចូលចិត្តដូចគ្នាអញ្ចឹងតែយើងត្រូវរើខ្លះទៅដែរពេលដល់ទិញសម្ភារៈឡើងហត់អស់កម្លាំងហើយក៏មកហៅញ៉ាំអីដើម្បីបើកម្លាំងឡើងវិញចាខ្ញុំញ៉ាំនៅជាន់ក្រោមហ្នឹងហ្មងខ្ញុំមិនដែរញ៉ាំនេះបើបបរបាញ់កាញ់ឆ្ងាញ់ណាជាលៀបគាត់ប្រាប់ប៉ុន្តែគាត់ថាតសៃនឹងរៀងសាបអត់សូវចូលជាមួយទឹកស៊ុបតែទឹកស៊ុបជាមួយនឹងឈាមហ្នឹងអែមហ្មងហើយបើបុករហូតនៅអ៊ីអន2គេល្បីយូរចាទៅបានញ៉ាំលើកហ្នឹងជាលៀបគាត់កំងអីញ៉ាំហ្មងបន្ទាប់ពីញ៉ាំអីរួចរាល់ហើយថ្ងៃនេះគឺថាមានណាត់ជាមួយហៀបយនាំគាត់មកថតរូប pre birthday របស់គាត់BA ទូចរបស់យើងក៏បានឆ្លៀតបង្ហាញជាមួយនឹង Darila Sunscreen ក្នុងការលាបចាសម្រាប់ Darila Sunscreen ប្រើបានតាំងពីក្មេងអាយុ4ឆ្នាំឡើងទៅប្រើបានទាំងផលប្រើបានទាំងសាយឆាប់ចូលមុខអត់កកអត់ស្អិតអត់បតាឯពេលដែលលាបឲ្យធ្វើមុខរបស់យើងនឹងភ្លឺតន់រលោងនឹងមានសំណើមក៏បានប្រើជាមួយនឹង Darila Sunscreen មុននឹង make up ចាហើយក៏ជាលើកទី1របស់ហៀបយដែរមកផាត់មុខអញ្ចឹងនិយាយទៅពីមុនគឺមិនងាយហ្មងចាឥឡូវគេថាគេចង់បានរូបសង្ហាផងឲ្យគូកណែតសម្រាប់ការមកថតថ្ងៃនេះគឺថាធៀមមកហៀបយច្រើនឈុតមែនតែនចាសម្រាប់សម្រួលគឺថតបានតែ2ឈុតទេហៀបយគាត់ហត់អត់ព្រមថតតអញ្ចឹងគឺបានតែឈុតពណ៌ទឹកក្រូចហ្នឹងជាមួយនឹងឈុតពណ៌ខ្មៅហើយចូលថាបាននាំហៀបយមកដល់ studio អញ្ចឹងគឺថាដូរ style សក់ហៀបយបែបសក់ហួញម្ដងសក់ត្រង់រហូតសម្រាប់សកម្មភាពហៀបយថតរូបថតអីបងប្អូនទាំងអស់គ្នាអាចចូលទៅមើលក្នុង page របស់ហៀបយបានខ្ញុំផុសនៅ page របស់គាត់ណាហើយឥឡូវចេះបញ្ចូលសលេងវីដេអូខ្លួនឯងទៀតចាបន្ទាប់ពីថតចប់ហើយគឺថាមានការដោះដូរគ្នាជាខ្លាំងគឺថានាំមកទិញរបស់លេងតែពេលថតដំបូងហ្នឹងគឺអត់អីទេតែទៅពេលយូរទៅគាត់ហត់គាត់ថនគាត់ព្រមថតទេអញ្ចឹងក៏ចរចាគ្នាដោយការដោះដូរជាមួយការទិញរបស់លេងចាអញ្ចឹងទៅក៏ថតបានប្រហែលប៉ុស្តិ៍ទៀតទៅមានការចរចាគ្នាជាខ្លាំងចាតាំងពីសុំ1រហូតដល់សុំ2ចាអញ្ចឹងគាត់បានអាវ៉ាន់2មុខហើយឥឡូវគឺថាទឹកមុខស្រស់ស្រាយតែម្ដងចាឡើងឡានហើយក៏ជូនម៉ាមីមកញ៉ាំអីតដោយសារតែម៉ាមីដល់ម៉ោងឃ្លានទៀតហើយអង្គុយញ៉ាំគឺថាតែ3នាក់មួយចលៀបទេបើថាមកហូបវិញគឺថាពេញតុកហ្មងចានេះគ្រាន់តែថតដំបូងមកមកក្រោយទៀតអត់បានថតផងខ្ញុំតាំងពីក្រោយពីគេមកមិនដឹងញ៉ាំបានពេលហ្នឹងញ៉ាំបាយផ្ទះផងអត់បានថតផងហើយញ៉ាំច្រើនតែខ្ញុំអត់ភ្លេចទេជាមួយ Darila Fiber មកកញ្ចប់មុនពេលចូលគេដើម្បីជួយថែរក្សារាងខ្ញុំកុំឲ្យឡើងគីឡូជួយដុតជាតិខ្លាញ់មកតួខ្លួនពិសេសតំបន់ក្បាលពោះហ្មងនិងជួយប្រសាបជាតិពុលមកតួខ្លួននិងបញ្ចេញកាកសំណល់ដែលមិនល្អទាំងអស់តាមការបន្ទោបងរបស់យើងនៅពេលផឹកឡើងជួយឲ្យស្បែកភ្លឺថ្លារសជាតិឆ្ងាញ់ញ៉ាំហើយគេងលក់ស្រួលទីសម្រាប់បងប្អូនអ៊ំពូមីនៅប្របាក់ក្នុងការបន្ទោបង2 ថ្ងៃ 3 4ថ្ងៃបានចូលបន្ទប់ទឹកម្ដងកុំភ្លេចជាមួយ Darila Fiber ខំតែមកកញ្ចប់មុនពេលចូលគេញ៉ាំព្រលឹមឡើងនឹងទៅចូលបន្ទប់ទឹកបន្ទោបងអស់ពីពោះហ្មងហើយក៏មានធ្វើឲ្យចុកពោះពិបាកក្នុងពោះលមួពោះអីដែរនិយាយទៅដូចយើងចូលបន្ទប់ទឹកបន្ទោបងធម្មតាអញ្ចឹងហើយសម្រាប់ Darila Fiber ញ៉ាំបានទាំងផលញ៉ាំបានទាំងសៃហើយបន្ទាប់ពីយើងញ៉ាំអីរួចរាល់ហើយយើងក៏មក condo ដើម្បីរៀបចំតទៀតហើយប៉ានឹងមកតាំងពីព្រឹកហើយតែដោយសារតែហៀបយថតអញ្ចឹងក៏បកទៅមើលហៀបយថតដើម្បីឲ្យកម្លាំងចិត្តហើយបានបកមក condo រៀបចំអាវ៉ាន់តទៀតចាមានតាំងពីចលៀបមានតាំងពីកូនមានទៅមកគ្រប់គ្នាគឺថាមកជួយរៀបចំ condo ហ្នឹងហើយសម្រាប់អាវ៉ាន់ហ្នឹងគឺថាខ្ញុំទិញផ្ទាល់ផងទិញ online ថែមផងបើថាតាមតែទិញផ្ទាល់ហ្នឹងទិញមិនគ្រប់ទេចាហើយបើសម្រាប់ព្រមនេះគឺថាប្រូលីក៏ទិញមកពីដំបូងដល់ពេលយកមកក្រៅទៅដល់សូវស៊ីគ្នារៀងទូចពេកអញ្ចឹងក៏កំងព្រមមកថែមមួយទៀតដើម្បីដោះដូរយកធំជាងហ្នឹងហើយនេះជាសមិទ្ធផលពេលដែលរៀបចំហើយនេះអត់ទាន់ឲ្យអស់ហ្មងទេដោយសារតែយើងមានពេលតែមួយថ្ងៃរៀបហើយមានពេលតែមួយថ្ងៃទៅអញ្ចឹងគឺថាបានត្រួសបានខ្លះសិននិយាយទៅនៅខ្វះរៀងច្រើនដែរដោយសារតែមានពេលតែមួយថ្ងៃហ្មងស្អែកឡើងចាប់ដើមរវល់ទៀតហើយអញ្ចឹងឆ្លៀតបានតែមួយថ្ងៃហ្នឹងគត់ហ្មងហើយសម្រាប់ condo នេះខ្ញុំស្រឡាញ់ការ decor ខ្លាំងមែនតើហ្មងដោយសារតែខ្ញុំគឺថាសម្រិតសម្រាំងខ្លួនឯងទាំងអស់ហ្មងតាំងពីកញ្ចក់តាំងពីអីគឺខ្ញុំស្រឡាញ់បែបកញ្ចក់ពណ៌ខ្មៅអញ្ចឹងគឺថាខ្ញុំ decor វាច្រើនស្ទឹកកញ្ចក់ពណ៌ខ្មៅហ្មងហើយនេះបន្ទប់ទី1បន្ទប់ខាងក្រោយខ្ញុំនិយាយទៅ decor ពេញហ្មងក្នុងបន្ទប់ទាំងពីរបន្ទប់ហ្នឹងគឺថា decor ពេញសូម្បីតែមុខបន្ទប់ទឹកនិយាយទៅមក condo ហ្នឹងគឺ decor ពេញសាច់យកសូម្បីតែបន្ទប់ទឹកហ្នឹងគឺខ្ញុំ decor យកបែបខ្មៅដែរចាហើយលាយសដើម្បីឲ្យឃើញរៀងស្រឡះទីក្នុងបន្ទប់ទឹកហើយឥឡូវងាកមកដល់បន្ទប់ធំម្ដងចានេះបន្ទប់ដែលខ្ញុំគេចាយើងមាន decor ពេញដូចគ្នាមានតាំងពីទូកៅអៅមានអីចឹងទៅហើយក្នុងបន្ទប់ធំហ្នឹងគឺមានបន្ទប់ទឹកផ្ទាល់ខ្លួនមួយនិយាយទៅបន្ទប់ទឹកប៉ិនគ្នាហ្មងហើយការ decor ក៏ដូចគ្នាដែរហើយឃើញខ្ញុំរៀបចំ condo ដល់អាវ៉ាន់គ្រប់មុខចឹងគាត់ថាខ្ញុំនៅនឹងអត់
ទេចាកម្រងទិញខុនដូនោះទុកពេលដែលខ្ញុំមកផាទីម្ដុំនឹងអីចឹងទៅតាក់រួចអីចឹងក៏គេនៅនឹងហ្មងទៅហើយនេះយកពេលណាគេដឹកអវ៉ាន់មកឲ្យទៀតដោយសារតែខ្ញុំមានពេលតែមួយថ្ងៃនឹងចឹងថាអវ៉ាន់ដឹកមកដល់យប់ហ្មងចាហើយនេះសិតតែសម្ភារៈតាំងផ្ទះរបស់ខ្ញុំហ្នឹងដោយសារតែពេលវេលាខ្លីពេកចាអញ្ចឹងបានតែបន្តិចត្រួសសិនចានិយាយទៅចាំតនេឆ្លៀតពេល3ថ្ងៃទៅមួយអាទិត្យមកអង្គុយរៀបយកមកហើយបើសួរថាតាំងពីក្រោកពីគេងមកអត់ទាន់បានសម្រាកសោះហត់អត់គឺថាអត់ហត់ទេពេលដែលរៀបហើយគឺថាក្តីសុខខ្លាំងហ្មងជាកន្លែងដែលខ្ញុំស្រឡាញ់ជាងគេហ្នឹងអត់ទាន់គ្រប់សពទេណាចាំមើលតិចទៀតចាហើយសម្រាប់ថ្ងៃហ្នឹងគឺថារៀបចំបានតែប៉ុណ្្នឹងទេដោយសារតែយប់ជ្រៅហើយដឹកកំងអីក៏គេលែងដឹកឲ្យដែរកំងបានតែរបស់ញ៉ាំមិនតែគេដឹកឲ្យហើយសម្រាប់វីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយបាយ